នៅខាងក្រុងបរសៃអនុចង់ញ៉ាំម្ហូបកូរ៉េតែអត់ដឹងត្រូវទៅញ៉ាំនៅណាអាចសាកល្បងទៅញ៉ាំនៅកន្លែងនេះបាន location អាច search តាមឈ្មោះនឹងបានហើយសម្រាប់ទីតាំងហាងគេវិញគឺធំទូលាយល្អមែនទែនហើយចូលទៅមានអារម្មណ៍ថាផាសុកភាពហើយអនាម័យហើយការរៀបចំម្ហូបគេវិញគឺបានល្អមែនទែនសូម្បីតែគ្រឿងដែលគេដាក់ឲ្យយើងញ៉ាំលេងពេលចាំម្ហូបកំងមកហ្នឹងក៏មានច្រើនមុខដែរហើយសិតតែរសជាតិសិតតែឆ្ងាញ់អាចទទួលយកបានមិនមែនថារបស់ free ហើយញ៉ាំអត់កើតទេគឺឆ្ងាញ់ហើយនេះស៊ុបនេះក៏ free ដែរតែខ្ញុំអត់សូវចេះញ៉ាំវាក្លិនឆៃថាវជូរហើយអានេះក៏ free ដែរបកាទឹកស៊ីអ៊ីវហ្នឹងហើយបើថាបន្លែគេវិញផងគឺដាក់ឲ្យច្រើនមែនទែនហើយឡងស្រស់ហ្មងហើយនេះអាគ្រឿងដែលគេដាក់ឲ្យញ៉ាំលេងហ្នឹងសម្បីតែសាឡាត់គេក៏ឆ្ងាញ់ដែរទឹកម៉ាយ៉ូណេសគេឡើងឆ្ងាញ់ហ្មងហើយគ្រប់មុខម្ហូបដែលខ្ញុំកំងមកទាំងអស់ហ្នឹងគឺសិតតែឆ្ងាញ់បើនំនេះផងឆ្ងាញ់ហ្មងវាក្រៀមស្រួយហើយឈ្ងុយតែនេះខ្ញុំរៀងផ្អែមខ្ញុំអត់សូវចូលចិត្តទេបើអាស៊ុបគីមឈីនឹងផងឲ្យលេខ1ហ្មងស៊ុបគីមឈីហ្នឹង favorite ទៅញ៉ាំម្ហូបកូរ៉េម្ដងណាក៏មិនដែរចោលដែរមុខម្ហូបហ្នឹងគឺខ្ញុំចូលចិត្តខ្លាំងជាងគេស៊ុបគីមឈីក្តៅហើយយើងដាក់ស្រូបមួយបាយចឹងមកឆ្ងាញ់មែនទែនហ្មងហើយនេះមិនជាការប្រម៉ូទហាងអីឲ្យគេទេគ្រាន់ថាចែករំលែកពីបទពិសោធន៍ដែលខ្ញុំបានចូលទៅញ៉ាំនៅហាងនឹងផ្ទាល់ឃើញថាមានចំណុចល្អច្រើនទីមួយពេលដែលយើងចូលទៅឃើញថាទីធ្លាទីតាំងហ្នឹងគឺធំទូលាយមានអារម្មណ៍ថាផាសុកភាពហើយនឹងអនាម័យហើយមិនថាយើងទៅគ្នាច្រើនមិនក៏ដោយដែរអត់មានអារម្មណ៍ថាស្អុះស្អាប់អីទេព្រោះទីតាំងគេធំទូលាយហើយគេក៏មានជាបន្ទប់ VIP អីដែរតែខ្ញុំចូលទៅគឺខ្ញុំញ៉ាំនៅកន្លែងធម្មតាទេហើយអីដែលពិសេសហ្នឹងគឺរសជាតិម្ហូបគេហ្នឹងគឺឆ្ងាញ់ហើយសម្រាប់សេវាកម្មគេវិញវាអត់សូវជាលឿនប៉ុន្មានដែរដោយសារតាគាត់មានភ្ញៀវច្រើនអញ្ចឹងសេវាកម្មរៀងយូរបន្តិចដែរប៉ុន្តែយើងអាចទទួលយកបានដោយសារតាគេមានជាម្ហូបសម្រាប់ឲ្យយើងញ៉ាំលេងពេលចាំម្ហូបកំងនឹងមកអញ្ចឹងវាអត់ធ្វើឲ្យយើងមានអារម្មណ៍ថាយូរខ្លាំងពេកទេហើយសម្រាប់តម្លៃក៏សមរម្យអីដែរហើយអានេះមិនមែនជាការធ្វើវីដេអូប្រម៉ូទហាងអីគេទេព្រោះអីមិនមែនជាតារាល្បីអីទេគ្រាន់ថាបទពិសោធន៍ដែលទៅញ៉ាំផ្ទាល់ទៅក៏ធ្វើឃើញថាល្អក៏ធ្វើជាវីដេអូចែករំលែកសម្រាប់អ្នកដែលចូលចិត្តញ៉ាំម្ហូបកូរ៉េអីចឹងទៅគាត់អត់ទាន់ដឹងថាកន្លែងហ្នឹងឆ្ងាញ់អីចឹងទៅចេះតែធ្វើតែបើសម្រាប់អ្នកដែលគាត់ដឹងហើយក៏គាត់អូសរំលងវីដេអូហ្នឹងទៅហើយសម្រាប់បងអូនដែលមើលឈ្មោះហាងអត់ទាន់នៅខាងដើមវីដេអូបងអូនអាចមើលដល់ចុងវីដេអូបានខ្ញុំមានដាក់ជារូបថតនិងឈ្មោះហាងនៅខាងចុងវីដេអូម្ដងទៀតអញ្ចឹងបងអូនដែលចូលចិត្តញ៉ាំម្ហូបកូរ៉េអត់ទាន់ដែលបានទៅសាកនៅកន្លែងគាត់អាចសាកល្បងទៅញ៉ាំនៅកន្លែងគាត់បាន